មានកូនខ្លាមួយក្បាលត្រូវសត្វកម្មប្រមាបាញ់ត្រូវបាតជើងរបស់វាធ្វើឲ្យវាមានការឈឺចាប់និងខឹងសម្បារយ៉ាងខ្លាំងកូនខ្លានោះក៏បាននិយាយប្រាប់ឪពុករបស់វាថាពុកសត្វកម្មប្រមានោះវាបាញ់បន្លាត្រូវជើងរបស់ខ្ញុំទ្រាំមិនបានទេខ្ញុំចង់ទៅខំប្របាក់សម្លាប់វាចោលដើម្បីសងសឹកខ្លាដែលជាឪពុកបានខាត់កូនរួចនិយាយដោយស្ងប់ស្ងៀមថាកូនសម្លាញ់បើកូនយកមាត់ទៅខាំសត្វកម្មប្រមានោះកូនពិតជាអាចខាំបំបាក់កសម្រាប់វាបានមែនប៉ុន្តែតើមានអ្វីកើតឡើងចំពោះកូនបន្លាដ៏មុតស្រួយរបស់វានឹងមុតចាក់ពេញមាត់និងបំពង់ករបស់កូនកូនសម្លាញ់កូនអាចសម្លាប់វាបានប៉ុន្តែបន្លានោះនឹងធ្វើឲ្យកូនស៊ីចំណីលេងកើតរងទុកទារុណហើយធ្វើឲ្យកូនស្លាប់បានប្រសិនបើកូនមានរបួសធ្ងន់ធ្ងរគំនុំនិងការចងពៀគឺប្រៀបដូចជាការខាំសត្វកម្មប្រមាអញ្ចឹងវានឹងចាក់ទម្លុះសេចក្តីសុខនិងបំផ្លាញជីវិតរបស់អ្នកមុនបាត់ទៅហើយប្រសិនបើអាចព្យាយាមដើរចេញទៅល្អជាងកុំយកអនាគតនៃជីវិតដ៏ស្រស់បំព្រងរបស់អ្នកទៅបដូរនឹងបន្លាដ៏ពើពុលនៃទង្វើរបស់គេអីវាមិនស័ក្តិសមឡើយចូលចងចាំទុកថាពៀរងាប់ដោយការមិនចងពៀ